សួងការពារជាតិកម្ពុជាបានឲ្យដឹងថាភាគីថៃបានបង្កើនសកម្មភាពបង្ហោះដ្រូនជីកលេនដ្ឋានបង្កើនការចល័តអាវុធកុំព្យូទ័រនិងសព្វាវុធគ្រប់ប្រភេទសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងបង្កើនចំនួនទាហាននៅតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យសកម្មភាពរបស់ភាគីថៃយ៉ាងដូចនេះត្រូវបានក្រសួងការពារជាតិកម្ពុជាចាត់ទុកថាជាការរំលោភបំពានលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជានិងថាភាគីថៃមិនបានគោរពនូវកិច្ចព្រមព្រៀងដែលបានចុះក្នុងអនុស្សរណៈយោគយល់គ្នាឆ្នាំ2000ឡើយនៅព្រឹកថ្ងៃពុធទី18ខែមិថុនាឆ្នាំ2025នេះពលរដ្ឋខ្មែរជាង100000នាក់ដឹកនាំដោយលោកហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបាននាំគ្នាដើរហែក្បួនចម្ងាយ7 ម៉ែត្រនៅក្នុងរាជធានីភ្នំពេញក្បួនដង្ហែថ្មើរជើងដែលមានការចូលរួមពីពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាននេះធ្វើឡើងដើម្បីសមទិញការគាំទ្រផ្នែកស្មារតីនិងជាការលើកទឹកចិត្តដល់កងទ័ពកម្ពុជាដែលកំពុងឈរជើងការពារព្រំដែនជាពិសេសព្រំដែនកម្ពុជាថៃដែលកំពុងមានជម្លោះកម្ពុជាបានសម្រេចបិទការនាំចូលបន្លែនិងផ្លែឈើទាំងអស់ពីប្រទេសថៃកាលពីថ្ងៃទី17ខែមិថុនាឆ្នាំ2025ដោយសារតែថៃមិនព្រមបើកព្រំដែនឲ្យដូចដើមវិញក្រសួងកសិកម្មបានអះអាងថាកម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀងហើយថារាល់ការនាំចូលបន្លែផ្លែឈើនិងធាតុចូលកសិកម្មនានាសុទ្ធតែអាចជំនួសបានទាំងស្រុងដោយផលិតកម្មក្នុងស្រុកនិងប្រភពនាំចូលដទៃទៀតតើកម្ពុជាអាចបង្កើនការដាំបន្លែនិងផ្លែឈើដោយរបៀបណាបន្ទាប់ពីបិទការនាំចូលផលិតផលទាំងនេះពីប្រទេសថៃជម្លោះព្រំដែនកម្ពុជាថៃបានឈានទៅដល់ការជំរុញឲ្យឈប់ទិញនិងប្រើប្រាស់ទំនិញថៃនៅក្នុងទីផ្សារកម្ពុជាបញ្ហានេះក៏ព្រោះតែភាគីថៃបានប្រកាសបិទបើកច្រកទ្វារព្រំដែនមិនប្រក្រតីជាឯកតោភាគីកម្ពុជាក៏បានឆ្លើយតបវិញតាមរយៈការបិទមិនឲ្យទំនិញថៃរួមមានបន្លែនិងផ្លែឈើនាំចូលនិងឆ្លងកាត់កម្ពុជាដែរនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំង RFI នាថ្ងៃទី18ខែមិថុនាឆ្នាំ2025នេះលោកអុកញ៉ាតែតាំងប៉ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា FASMEC បានមើលឃើញថាអវត្តមានទំនិញថៃនៅកម្ពុជាគឺជាឱកាសដ៏ល្អសម្រាប់វិស័យសហគ្រាសធុនតូចនិងមធ្យមខ្មែរតាមលោកអុកញ៉ាតែតាំងប៉ទំនិញ SME កម្ពុជាអាចរ៉ាប់រងតម្រូវការក្នុងប្រទេសបានប្រសិនបើពុំមានទំនិញប្រធានព្រឹទ្ធសភាកម្ពុជាលោកហ៊ុនសែននៅថ្ងៃទី17ខែមិថុនាបានប្រតិកម្មទៅនឹងការបង្កើតគណៈកម្មការចំពោះកិច្ចរបស់រដ្ឋាភិបាលថៃដើម្បីផ្តល់ការឆ្លើយតបឆាប់រហ័សនិងក្នុងស្មារតីរួបរួមពាក់ព័ន្ធនឹងភាពតានតឹងរវាងកម្ពុជានិងថៃក្រុមការងាររបស់ថៃដដែលនេះក៏មានភារកិច្ចឆ្លើយតបនឹងការបង្ហោះសារលើប្រព័ន្ធទំនាក់ទំនងសង្គមប្រចាំថ្ងៃពីខាងកម្ពុជាដែរតែអតីតនាយករដ្ឋមន្ត្រីកម្ពុជាឆ្លើយតបថាអ្វីដែលលោកបានបង្ហាញលើបណ្ដាញសង្គម Facebook គឺជាការប្រាប់ការពិតដល់ប្រជាជនកម្ពុជាថ្ងៃអង្គារទី17ខែមិថុនាម៉ូស្គូបានប្រកាសថាក្រុងព្យុងយ៉ាងនឹងបញ្ជូនទាហានវិស្វកម្មកូរ៉េខាងជើងចំនួន1000នាក់និងកម្មករបម្រើកងទ័ពចំនួន5000នាក់ផ្សេងទៀតមកជួយកសាងឡើងវិញហេដ្ឋារចនាសម្ព័ន្ធ
ក្នុងខេត្តគោះរបស់រុស្ស៊ីដែលមួយភាគបានរងការបំផ្លិចបំផ្លាញក្រោមការកាន់កាប់នៃកងទ័ពអ៊ុយក្រែនពីខែសីហាឆ្នាំ2024រហូតដល់ខែមេសាឆ្នាំ2025នៅថ្ងៃទី14មិថុនាកន្លងទៅសមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានចេញសេចក្តីថ្លែងការណ៍រួមដោយអះអាងថាសមាជិករបស់សមាគមនឹងពិនិត្យលទ្ធភាពក្នុងការជួយសម្រួលបន្ទុកហិរញ្ញវត្ថុដល់ពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញចំពោះអ្នកដែលជាប់បំណុលធនាគារនិងមីក្រូហិរញ្ញវត្ថុការប្តេជ្ញាចិត្តរបស់សមាគមទាំងពីរធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតអំពាវនាវឲ្យសមាគមធនាគារនិងសមាគមមីក្រូហិរញ្ញវត្ថុជួយរៀបចំឥណទានឡើងវិញដល់ពលករខ្មែរមកពីប្រទេសថៃនិងដែលកំពុងជំពាក់បំណុលជាមួយធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអ្នកជំនាញសេដ្ឋកិច្ចនិងសង្គមគាំទ្រចំពោះយន្តការនេះតែក៏ស្នើឲ្យធនាគារនិងមីក្រូហិរញ្ញវត្ថុមានសុចរិតភាពចំពោះអតិថិជនដោយមិនត្រូវដាក់បន្ទុកបន្ថែមតាមរយៈការបង្កើនអត្រាការប្រាក់ក្រោយរៀបចំឥណទានសារថ្មីនោះទេជាប្រទេសតូចនិងមានចំនួនយោធាតិចជាងអ៊ីរ៉ង់អ៊ីស្រាអែលបានអះអាងថាការវាយប្រហារទៅលើអ៊ីរ៉ង់តាំងពីព្រឹកថ្ងៃសុក្រទី13ខែមិថុនាបានទៅផ្តាច់សង្ខារថ្នាក់ដឹកនាំកម្ពុជានៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាង20នាក់ឆ្មាំបដិវត្តន៍ជាកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលអំណាចខ្លាំងនៅអ៊ីរ៉ង់និងស្ថិតក្រោមការគ្រប់គ្រងរបស់ប្រមុខដឹកនាំសាសនាលោកអាលីខាងមេនីដូច្នេះនៅពេលថ្នាក់ដឹកនាំកម្ពុជាដែលមានតាំងពីប្រមុខកងទ័ពប្រធានសេនាធិការឬប្រធានក្រុមចារកិច្ចដោយសម្លាប់បាននៅក្នុងការវាយប្រហារជាង5ថ្ងៃមកនេះតើឆ្មាំបដិវត្តន៍អ៊ីរ៉ង់នឹងមានជោគវាសនាយ៉ាងណាតើកងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់មានរចនាសម្ព័ន្ធយ៉ាងដូចម្តេចខ្លះប្រធានព្រឹទ្ធសភានិងជាប្រមុខគណបក្សកាន់អំណាចលោកហ៊ុនសែនបានប្រកាសជាសាធារណៈទទួលស្គាល់សារសម្លេងសន្ទនាបែកធ្លាយរបស់លោកជាមួយនាយករដ្ឋមន្ត្រីថៃលោកស្រីផែថងថានស៊ីណាវ៉ាត់ដែលត្រូវបានគេផ្សព្វផ្សាយនៅថ្ងៃទី18ខែមិថុនានេះតាមលោកហ៊ុនសែនការសន្ទនានោះបានធ្វើឡើងនៅថ្ងៃទី15ខែមិថុនាពាក់ព័ន្ធបញ្ហាដែលថៃបិទព្រំដែនជាមួយកម្ពុជាឥណ្ឌានិងកាណាដាក្រុងបើកស្ថានទូតឡើងវិញក្រោយមើលមុខគ្នាមិនចំរយៈពេល2ឆ្នាំសង្គ្រាមបាញ់ផ្លោងគ្រាប់រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់បានឈានចូលដល់ថ្ងៃទី6ហើយយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធទី18ខែមិថុនាកងទ័ពអ៊ីស្រាអែលបានបាញ់គ្រាប់សម្ដៅកំទេចទីតាំងផលិតបំពង់ចម្រើនធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ហើយអ៊ីរ៉ង់បានបាញ់មីស៊ីលបាឡីស្ទិកទៅលើអ៊ីស្រាអែលចំណែកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រាប់ឲ្យអ៊ីរ៉ង់លុតជង្គង់ព្រមចុះចាញ់និងបានអះអាងទៀតថាអាមេរិកចង់សម្លាប់អាយ៉ាតូលាអាលីខាមេនីប្រមុខដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់នៅពេលណាក៏បាន